ស្ដីជំរាបសួរបងប្អូនថ្ងៃនេះគឺខ្ញុំមក challenge ពួកគាត់ទាំងពីរនាក់ទៀតហើយជាមួយនឹង3សំណួរបន្ថែមទាក់ទងជាមួយនឹងវប្បធម៌ទូទៅយើងចង់ដឹងថាតើគាត់ដឹងអត់ថាម៉េចចង់និយាយថាខ្ញុំជឿថាប្រហែលជាគាត់ឆ្លើយអត់ត្រូវទេរាល់ដងឆ្លើយត្រូវបណ្ដាញថ្ងៃនេះប្រកាសជាអត់ត្រូវធ្វើអត់ពីព្រោះសំណួរថ្ងៃនេះរៀងពិបាកណាជាពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រជ្រៅបន្តិចបានអាចដឹងបានអូខេតែយើងចង់ដឹងថាតើគាត់អាចទៅរួចអត់ឥឡូវកូនត្រៀមនៅត្រៀមឲ្យអស់នៅជឿជាក់ខាងថ្ងៃនេះធ្វើត្រូវអត់ធ្វើបានអត់បានកូនធ្វើបានអត់បានជឿអត់អូខេអញ្ចឹងត្រៀមលោកគ្រូសួរតើប្រវត្តិភូមិដេរិឆានឬក៏ភូមិដេរិឆានហ្នឹងគឺស្ថិតនៅក្នុងខេត្តណាថាតាមគេនេះច្បាស់ហើយណាអ្នកនរគ្នាត្រូវអត់ជួយខមមិននៅខាងក្រោមឥឡូវអត់ទាន់នឹងថាយ៉ាងម៉េចទេទៅសំណួរទី2ទៀតតើខេត្តអ្វីដែលមានបាទអក្សរតែ2ម៉ាត់ហើយមានអាយុវ័យចំណាស់ជាងគេខេត្តតាកែវត្រូវអត់បងប្អូនតាកែវតាកែវមានពាក្យ2ម៉ាត់តតាកែវអូត្រូវតើពាក្យ2ម៉ាត់របស់គេទេក៏មិនបន្ថែមខាងក្រោមតែមានពាក្យផ្សេងអញ្ចឹងណាអូខេសំណួរទី3តើចំណុចកណ្ដាលនៃប្រទេសកម្ពុជាស្ថិតនៅក្នុងខេត្តណាជួយប្រាប់ខ្ញុំមកបងយកបននៅឆ្លើយកំពង់ធំត្រូវអត់ឥឡូវលោកគ្រូតបើកវចនានុក្រមមើលសិនស្រាវជ្រាវមើលសិនបាយចិត្តទៀតមិនដែរណាប់ចិត្តអូខេបាទវីដេអូនេះដែរក៏សូមអរគុណទៅដល់ម្ចាស់ sponsor គឺសាប៊ូស្បៃបាទសាប៊ូស្បៃបាទគឺជាផលិតផលក៏ដូចជាសមិទ្ធផលថ្មីរបស់បាទ LSV ក៏ដូចជាបាទរបស់ Oka បងប្អូនមានដឹងអត់ថាសាប៊ូស្បៃគឺជាផលិតផលនៅក្នុងស្រុកដ៏អស្ចារ្យបាទដែលទទួលស្គាល់ដោយមន្ទីរពិសោធន៍ជប៉ុនទាក់ទងជាមួយនឹងគុណភាពល្អលេខ1គ្មាន2បាទវាគឺជាសមិទ្ធផលបាទដែលជាមោទនភាពបាទរបស់ប្រជាជនខ្មែរគ្រប់រូបបងប្អូនបានប្រើប្រាស់វាគឺជាការចូលរួមចំណែកដ៏ធំក្នុងការជួយបាទដល់កសិករខ្មែរជួយទៅដល់បាទសេដ្ឋកិច្ចជាតិរបស់យើងហើយក្រៅពីនឹង LSV ក៏មានផលិតផលជាច្រើនទៀតបាទតាមតម្រូវការមានតាំងពីប្រភេទបាទបោកសម្លៀកបំពាក់មានតាំងពីប្រភេទលាងចានណាបាទឆ្នាំងហើយនឹងកក់បាទអប់និយាយរួមទៅគឺច្រើនប្រភេទមែនទែនបងប្អូនអាចធ្វើការកម្មង់តាមតម្រូវការបាទជួយចូលរួមគ្រប់គ្រងអ្នកនរគ្នាណាដើម្បីកម្ពុជាយើងរឹងមាំ